វីដេអូនេះគឺវីដេអូបញ្ចប់ហើយគឺថាមកលេងទឹកសមុទ្រនាំក្មេងៗមកលេងទឹកសមុទ្រពេលដែលយើងទៅវត្តរួចហើយតាហើយនឹងយាយហើយនឹងពួកខ្ញុំទាំងអស់គ្នាហ្នឹងកូនចៅទាំងអស់ដែលយកទៀនភាសាទៅហើយមានចង្ហាន់មានអីមានអីច្រើនទៀតយកទៅប្រគេនលោកនៅវត្តកំពតហ្នឹងវត្តកំពតឥឡូវបានមកដល់ទីបញ្ចប់ហើយគឺពួកខ្ញុំចេញមកពីវត្តវិញគឺនាំក្មេងៗមកមួយទឹកសមុទ្រហើយពួកគាត់អត់ដែរមកលេងទេខ្ញុំមកលេងបានច្រើនដងហើយប៉ុន្តែក្មេងៗពួកគាត់អត់ដែរមកលេងទេអញ្ចឹងនាំពួកគាត់មកលេងទឹកសមុទ្រនឹងគាត់សប្បាយណាស់អត់ចង់ងើបទេអត់ចង់ក្រោកទេហៅអ្មេចក៏ដោយអត់ចង់ឡើងតែហ្មងហើយថ្ងៃហ្នឹងទឹកវាអត់សូវជាថ្លាអីទេវាលលកច្រើនពេកលលកធំហ្មងខ្យល់ដល់អញ្ចឹងទៅធ្វើឲ្យទឹកសមុទ្រហ្នឹងវារៀងល្អក់ប៉ុន្តែវាសប្បាយបើសិនជាយើងមួយទឹកអត់មានទឹកលលកទេគឺអត់សប្បាយទេគឺក្មេងៗគាត់សប្បាយនឹងទឹកលកនេះឃើញទេបងប្អូនទឹកលកធំណាទឹកលកធំមែនតែនហ្មងណាហើយខ្ញុំនឹងថាអត់មួយទេដល់ពេលឃើញមេឃសតុំល្អពេកក៏ចុះមកមួយគេដែរទៅហើយសប្បាយមែនតែនហ្មងហើយវាចង់ពុលទឹកលកទៀតទឹកលកធំមកចង់ពុលទៀតឥឡូវយាយគាត់ចុះហើយយាយចុះមួយទឹកហើយនៅក្រុមខ្ញុំនោះនៅខាងនោះក្រុមខ្ញុំនោះនិយាយពីសបាយគឺស្រែកឲ្យមកចុះមកថាថតបន្តិចទៀតគឺចុះហើយឥឡូវនេះមកមើលឃើញនេះដ្រូនអត់ដឹងបោះបងប្អូនណាទេគឺខ្ញុំថតទៅឃើញហើយក៏មានក្មេងគាត់មហោះខ្លែងមកអីពេញមាត់សមុទ្រហ្នឹងហើយថ្ងៃហ្នឹងអាកាសធាតុវាល្អទៀតអំណោយផលហ្មងឲ្យបែរមើលធម្មជាតិព្រៃភ្នំនៅគៀនសមុទ្រហ្នឹងក៏វាស្អាតឥឡូវចេញពីសមុទ្រមកយើងមួយទឹកមួយអីហើយរួចហើយក៏យើងមកដល់កន្លែងសេះសមុទ្រនេះវិញម្ដងមកដល់កន្លែងសេះសមុទ្របាញ់ទឹកហ្នឹងហើយក៏នេះមកឃើញអីផ្លែស្ទ្រូប៊េរីស្អីដូចក្រែមមិនដឹងឯងខ្ញុំអត់ចេះហៅដែរម្ដងប្រហែលដូច3000ដល់ពេលអញ្ចឹងទៅនេះមកទិញម្នាក់ម្ដងសាកទៅដល់ពេលមានអីគួរសមរបស់គាត់ដែរហើយក្មេងៗឃើញអញ្ចឹងគាត់ចូលចិត្តហ่ะគឺរបស់ផ្លែនេះចូលចិត្តមែនតែនហើយមើលខ្លែងបងប្អូនឃើញខ្លែងច្រើនណាស់មានខ្លែងលក់ច្រើនហើយគេដាក់នឹងធុងតកកអញ្ចឹងបានវាត្រជាក់ហើយកកស្រួយហើយដល់ពេលអញ្ចឹងទៅក្មេងៗគាត់ទិញទៅម្ដង3000អញ្ចឹងហើយមកដល់កន្លែងនេះក៏ចិត្តយប់ហើយនាំនេះចុះរំហែកាយតិចទៅគឺថាត្រជាក់ស្រួលអារម្មណ៍ក៏ល្អហើយមើលទេសភាពមើលភ្នំក៏ស្អាតនិយាយឲ្យចំទៅថានេះគេហៅភ្នំអីនេះខ្ញុំភ្លេចបាត់ហើយភ្នំហ្នឹងខ្ញុំភ្លេចបាត់ហើយឥឡូវនេះមកថតខាងក្រោយសេះអញ្ចឹងនេះហើយមនុស្សច្រើនមែនតែនបងប្អូនមកលេងច្រើនថ្ងៃអាទិត្យដល់ពេលអញ្ចឹងមនុស្សច្រើនគួរសមមិនថាមិនច្រើនដោយថាកកខ្លាំងពេកទេគ្រាន់ថានៅកន្លែងសេះបាញ់ទឹកហ្នឹងគឺមនុស្សច្រើនតែហ្មងដូចថាមកលេងកន្លែងហ្នឹងជួបជុំគ្នាអញ្ចឹងណាហើយខ្ញុំនេះដើរថតនេះបានមួយគេដែរនេះខ្ញុំដើររកម្ចាស់ហ្នឹងម្ចាស់គាត់ហ្នឹងខ្ញុំអត់តន់ឲ្យលុយគាត់ទេគាត់ចេញទៅបាត់អញ្ចឹងខ្ញុំដើររកគាត់អត់ឃើញទេបងប្អូនហើយដល់អញ្ចឹងខ្ញុំផ្ញើអាហ្នឹងទុកអ្នកលក់វិញទៅខ្ញុំឲ្យអត់យករបស់គេទេបងប្អូនខ្ញុំដើរយកលុយទៅឲ្យគាត់ប៉ុន្តែគាត់អត់ដឹងតាណាគាត់ស្មានខ្ញុំឲ្យលុយរួចហើយដល់អញ្ចឹងនេះគាត់ទៅបាត់ខ្ញុំនេះក៏ដើរយកអាហ្នឹងយកផ្ញើគាត់វិញទៅឥឡូវនេះម្លានគឺដេកទាំងអស់ដេកស្អាតមែនតែនលេងទឹកសមុទ្រអស់កម្លាំងកំហែងឥឡូវមកដល់យើងត្រឡប់មកដល់ផ្ទះយើងមានអត់ដល់ផ្ទះទេអត់ដល់ផ្ទះគឺមកដល់កន្លែងAmazon អញ្ចឹងចុះតាបានគាត់ចុះឲ្យតាគាត់ដូចថាស្រួលខ្លួនស្រួលអីទីសិនយាយគាត់ចុះមកហើយខ្ញុំនេះអត់ទ្រាំបានទៅទិញក្លីងឈូកមកមួយកែវ10000ក្លីងឈូកហើយក្មេងៗនេះឃើញកន្លែងហ្នឹងត្រូវម៉ាច់ហ្មងឥឡូវវីដេអូខ្ញុំចុងក្រោយហើយអរគុណច្រើនជម្រាបលា